บัดជំរាបសួរក៏ដូចជាសួស្តីថ្ងៃនេះនាំបងប្អូនមកមើលស្រូវព្រោះបលិចទឹកជ្រៅមួយទៀតរបស់ខ្ញុំហើយដែលទីតាំងនេះបងប្អូនធ្លាប់ឃើញហើយខ្ញុំធ្វើវីដេអូមុនវិញមូលហេតុដែលបង្ហាញថ្ងៃនេះបន្ថែមទៀតបើគិតទៅវាជារឿងដដែលទេរឿងព្រោះស្រូវបលិចទឹកជ្រៅហើយវីដេអូនេះដែលខ្ញុំនៅឃើញយកមកធ្វើបង្ហាញគឺព្រោះតែពេលនេះវាស្ថិតនៅក្នុងដើមរដូវវស្សាគឺថ្ងៃទី9ខែ6ឆ្នាំ2025អញ្ចឹងវាដើមរដូវវស្សាបងប្អូនដឹងហើយនៅក្នុងកំឡុងកាលខែ5ពាក់កណ្ដាលខែ5ហ្នឹងគឺភ្លៀងមកច្រើនមែនទែនដែលជាហេតុធ្វើឲ្យដីរបស់ខ្ញុំនេះអត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការព្រោះក្របស្រួយទេជាទូទៅគឺយើងតែងតែព្រោះក្របស្រួយឬក៏ព្រោះដីហុយនៅក្នុងពេលហ្នឹងណាហ្នឹងហើយដល់ភ្លៀងមកហើយមកទៀតមិនមែនពេលស្រាក់ស្រានធ្វើឲ្យដក់ទឹកច្រើនបែបហ្នឹងក៏យើងអូសបន្លាយមកដល់ត្រឹមថ្ងៃទី6យើងធ្វើការព្រោះស្រូវបលិចទឹកជ្រៅដោយអនុវត្តតាមវិធីសាស្ត្រចាស់របស់យើងហ្នឹងហើយអានេះគឺយើងបង្ខំចិត្តធ្វើវាពីព្រោះតែកលៈទេសៈវាតម្រូវឲ្យបែបហ្នឹងហើយបងប្អូនអាចមើលប្លង់ខាងនេះបាននេះខាងនេះគឺសុទ្ធតែទឹកហើយយើងបានព្រោះក្របស្រូវរួចហើយយើងអត់បូមចេញទេពីព្រោះវិធីសាស្ត្រហ្នឹងគឺយើងមិនខ្វល់ឬបូមទឹកចេញតែម្ដងណាហ្នឹងហើយឥឡូវត្រឡប់មកបែកខាងទឹកតិចវិញបែកខាងទឹកតិចគឺយើងក៏មិនធ្វើជាចង្អួរដើម្បីបង្ហូរទឹកចេញដែរបងប្អូនឃើញផ្ទៃទាំងមូលហើយណាហ្នឹងហើយវាអត់មានស្នាមចង្អុរបង្ហូរទឹកចេញអីទេហើយមកទល់ពេលនេះវា3ថ្ងៃហើយខ្ញុំវាខ្ជិលចុះផុកចាំមើលខ្ញុំព្យាយាមសូមឲ្យបងប្អូនមើលឲ្យចិត្តនៅដំណោះដែលវាដុះមកអាកន្លែងទឹកណាវាឆាប់កោកស្រកគឺនេះឃើញដុះមកគឺវាដុះពីក្នុងទឹកមកអញ្ចឹងតែម្ដងណាហើយចំពោះកន្លែងទឹករៀងច្រើននេះអីក៏មានដែរប៉ុន្តែវាអត់តងើបទេដោយសារតែទឹកវានៅរៀងច្រើនជាងគេពេកហើយណាមួយដំណោះវាទៅតែបាន3ថ្ងៃផងអញ្ចឹងជាសរុបមកវិញមែនទៅវិធីសាស្ត្រនេះគឺយើងមិនអនុវត្តទេខែនេះពីព្រោះដោយសារតែយើងក៏មានប្រឈមមុខនឹងការខ្វះខាតទឹកនៅពេលខាងមុខដែរអញ្ចឹងមានតែប្រើវិធីសាស្ត្រព្រោះក្របស្រួយតាមធម្មតាឬក៏តាមទម្លាប់របស់យើងប៉ុន្តែជាអកុសលដើមរដូវវស្សានេះវាភ្លៀងមកហើយមកទៀតពុំមានពេលស្រាក់ស្រានធ្វើឲ្យដក់ទឹកតាមស្រែគ្រប់កន្លែងផ្សេងហ្នឹងខូចអស់អញ្ចឹងគឺយើងត្រូវតែបង្ខំចិត្តជ្រើសរើសវិធីសាស្ត្រព្រោះស្រូវបលិចទឹកជ្រៅនេះមកធ្វើវាតែម្ដងកន្លែងនេះគឺខ្ញុំក៏ចង់បង្ហាញឲ្យបងប្អូនរឹតតែបានឃើញច្រើនដែរថាវាជាសញ្ញាវិជ្ជមានណាវាជាផលល្អមួយនៅពេលដែលយើងចេះវិធីសាស្ត្រព្រោះស្រូវបលិចទឹកជ្រៅនេះគឺយើងបត់បែនបានទៅតាមស្ថានភាពបែបហ្នឹងណាបងប្អូនគឺយើងបត់បែនបានតាមស្ថានភាពបើមិនសូវសម្បូរទឹកដីយើងសំណើមធម្មតាអាហ្នឹងយើងព្រោះក្របស្រួយទៅតែបើទឹកមកល្មមយើងព្រោះកោកក៏ព្រោះទៅហើយប្រខាសទឹកចេញទៅប៉ុន្តែបើសិនតែទឹកមកភ្លៀងហើយភ្លៀងទៀតភ្លៀងហើយភ្លៀងទៀតយើងមិនអាចរងចាំពេលវេលាបានដើម្បីឲ្យវាដាច់ទឹកអញ្ចឹងមែនតែប្រើវិធីសាស្ត្រព្រោះបលិចទឹកជ្រៅនេះឯងដែលជារឿងស័ក្តិសមបំផុតនៅក្នុងការធ្វើស្រូវរដូវកាលនេះណាហើយបងប្អូនឃើញម្ដងដែលរៀងធំហ្នឹងគឺដើមស្រូវគេហៅដើមស្រូវដែលក្របចាស់ដែលកាលពីយើងច្រូតកាត់ទៅវាធ្លាក់ទៅហ្នឹងហើយបន្ទាប់មកការវាយដីរបស់យើងមិនបានវាយឲ្យម៉ត់ចត់ស្អាតល្អខ្លាំងដែរអញ្ចឹងក៏វានៅសល់អញ្ចឹងទៅតែជារឿងសំខាន់ណាគឺ
วิธีนี้คือวิจูเยิงแม่นะบอดบานตามไปเวลาเจ็ดสายให้นี่วิสัตตาเจ็ดดำนอสรึหรือสำคัญคือเวอดรลุยเตhai bờ tròn chấm nói na để cô đánh tật môn kế bông ôn ảnh bờ bà này thấy thế cứ việc đo màu sạch vì chấm rồi bộ việc bay thằng ngày hay bị chuyện phong đá pu như cứ chỉ pu sau ngày nè sau ngày sang mình bên ấy này dễ trả ơn bay tết rồi lại sao tại khá thôi video dú chẳng ngờ có số ở cốn thầy đừng bông ôn đại toàn bà xã bón đập ắt tận đây ở dưới rồi 200 xã là bón thưa đấy đập ở dưới 300 thưa từ bàn phía dân tầm lại cả tứ bây giờ chưa tập chất bàn vì pro dân dưới sạch rương ở hai on bên em bạ thì thưa về mũi đòn lực đi tới làm bay bàn chia bọt bị sao từ về cào tiết từ rồi đây cào tiết vì pro dớn nơi tại bờ to thôi sài là ở con trái